អូខេសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះគឺយើងមកធ្វើការកាត់ស្ពៃដើម្បីធ្វើទឹកធ្វើម្លក់ថ្ងៃហ្នឹងគឺយើងធ្វើទឹកគ្រឿងញ៉ាំហើយស្ពៃនេះគឺមានអាយុប្រហែលជាជិត1 ខែដែលយើងដាំពីកូនរហូតដល់យើងផើងហើយស្ពៃនេះគឺខ្ញុំអត់ទុកដល់ធំទេគឺខ្ញុំយកប៉ុណ្ណឹងគឺខ្ញុំធ្វើការជ្រលក់ជាមួយនឹងម្លក់ធ្វើម្លក់ហ្មងដោយសារប៉ុណ្នេះគឺវាឆ្ងាញ់វាស្រួយឆ្ងាញ់ណាបាទអញ្ចឹងឥឡូវយើងមកកាត់ទាំងអស់គ្នាហើយតែពុកម៉ែបងប្អូនដែលគាត់ចង់ដាំអីស្រួលទេប្រភេទស្ពៃនេះគេហៅស្ពៃប៉ោហឬក៏ស្ពៃកញ្ញាញនេះគឺវាស្រួលក្នុងការដាំដុះទេបាទអញ្ចឹងឥឡូវយើងកាត់ទៅនិយាយទៅមកថោទូចនេះគឺយើងញ៉ាំបានមួយពេលដែរបាទហើយយើងក៏មានថោផ្សេងនេះបាទទីនៅក្នុងវីដេអូនេះមានថោច្រើនអញ្ចឹងយើងកាត់វាអញ្ចឹងមកអាណាទូចពេកគឺយើងទុកវានៅក្នុងថោហ្នឹងទៀតទៅហើយអាណាដែលយើងគិតថាវាធំសមល្មមដែលយើងអាចធ្វើការកាត់ប្រមូលផលដើម្បីយកធ្វើម្លក់បានហើយគឺយើងកាត់បាទមើលល្អណានេះបើញ៉ាំទឹកគ្រឿងហើយឬក៏ត្រីអាំងជាមួយនឹងទឹកត្រីផ្អែមធ្វើម្លក់គឺឆ្ងាញ់លេខ1បងបាទឆ្ងាញ់លេខ1នេះបាទអញ្ចឹងបងប្អូនដែលគាត់ចង់ដាំអាចធ្វើការសាកល្បងបានខ្ញុំមានប៉ុណ្្នឹងទេអរគុណច្រើន